តើអ្នកដឹងទេថាអំពើល្អរបស់គ្រីស្ទបរិស័ទខុសពីការធ្វើបុណ្យទូទៅយ៉ាងដូចម្តេចសូមកុំទាន់អស់រំលងសូមមើលវីដេអូនេះឲ្យចប់ជាមួយគ្នាណាក្នុងជីវិតគ្រីស្ទបរិស័ទអំពើល្អមិនមែនជាការបង្ខំចិត្តឬធ្វើឡើងដើម្បីបង្អួតកិត្តិយសផ្ទាល់ខ្លួនឡើយប៉ុន្តែវាគឺជាផលផ្លែនៃសេចក្តីជំនឿនិងការឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ព្រះដែលគង់នៅក្នុងចិត្តរបស់យើងនៅក្នុងគម្ពីរអេភេសូរជំពូក2ខ10បានចែងថាត្បិតយើងរាល់គ្នាជាស្នាព្រះហស្ថដែលទ្រង់បង្កើតក្នុងព្រះយេស៊ូវគ្រីស្ទសម្រាប់ការល្អដែលព្រះបានរៀបចំជាមុនឲ្យយើងរាល់គ្នាប្រព្រឹត្តតាមព្រះយេស៊ូវបានធ្វើជាគំរូនៃការបន្ទាបខ្លួននិងការបម្រើដូច្នេះរាល់អំពើល្អទោះតូចឬធំក្តីដែលយើងធ្វើទៅកាន់អ្នកដទៃគឺដើម្បីតែគោលបំណងតែមួយគត់គឺលើកដំកើងសិរីល្អដល់ព្រះអង្គចាស់និងធ្វើជាពន្លឺបំភ្លឺលោកីយ៍នេះប្រសិនបើព្រះបន្ទូលនេះលើកទឹកចិត្តដល់បងប្អូនសូមខមមិនពាក្យថាអាមែននៅខាងក្រោមហើយ share ម្នាក់មួយដើម្បីនាំពន្លឺនិងសេចក្តីស្រឡាញ់ទៅកាន់មិត្តភ័ក្តិរបស់អ្នកផងដែរសូមអរគុណសូមព្រះប្រទានពរ